ហើយជួយគិតខ្ញុំមើលខ្ញុំឡើងសក់វែងដល់ពេលគេសនុប៉សុំសក់ខ្លីបងសុំសក់ខ្លីបងអញ្ចឹងខ្ញុំមានតែយកកត្រៃឲ្យមកកាត់សក់ខ្លីអញ្ចឹងឲ្យអ្នកទាំងគ្នាមើលឲ្យធ្វើម៉ូតសក់មកអញ្ចឹងយើងមើលជាមួយម៉ូតសក់ទី1ម៉ូតនេះគឺយើងមានតែតាគៀប2មកហើយយើងចាប់សក់ផ្នែកខាងមុខសក់មកជាហៀងហ្នឹងយើងក្រងធំមួយទូចមួយហើយយើងក្រងទាំងសងខាងមានតាគៀបយកមកគៀបទាំងសងខាងនៅផ្នែកខាងលើមកអូយម៉ូតនេះខ្ជូតណាស់អ្នកសក់ខ្លីចូលដល់ម៉ូតសក់ទី2អានេះយើងចាប់សក់ផ្នែកខាងមុខហើយនៅលើយកមកចងឲ្យគួចយើងចង2តង់ចងឲ្យគួចហើយមកជាហៀងទៀតក៏ធ្វើដូចគ្នាដែរហើយសក់ខ្លីរបស់យើងហ្នឹងគឺតម្លាក់ធម្មតាយើងដឹងលក្ខណៈពិសេសរបស់យើងសក់ខ្លីគឺល្អជាងអ្នកសក់វែងដោយសារសក់យើងអត់ចាពាក់ទេអញ្ចឹងយើងមិនក្រងញ៉ៃទេយើងធ្វើតែម៉ូតតិចតិចមកអូយស្អាតយកទៅណាមិនអស់ទេនិយាយមែនចូលដល់ម៉ូតទី3គឺយើងទុកសក់មុខហើយយើងចងពាក់កណ្ដាលបន្ទាប់មកសក់ដែលយើងចងហ្នឹងយើងក្រង2យកវាមកគួចចូលគ្នាគៀបតាគៀបដាក់ហើយយើងធ្វើឲ្យសក់ខាងក្រោយហ្នឹងបាសសក់ខាងមុខយើងក្រង2អញ្ចឹងមកឃើញអត់ឡងខ្ជូតហើយកុំភ្លេច mention មិត្តភ័ក្តិធ្វើឲ្យផងងាយស្រួលធ្វើទេសក់ខ្លីនឹងណូកុំភ្លេច follow ខ្ញុំផងបាយ